ខ្ញុំបាទជាអ្នករត់ Pass App ក៏ប៉ុន្តែខ្ញុំនៅខេត្តកំពង់ធំបញ្ហាទី1មិនដឹងជាទៅឬក៏អត់វាពោះខ្វះថាខ្វះលុយមិនដឹងជាបានឬក៏អត់រត់រាល់ថ្ងៃទៅថ្ងៃហ្នឹងតែបាន 3500 ទេថ្ងៃហ្នឹងណាអញ្ចឹងការរលុយរាល់ថ្ងៃវាបានណាកូនរអត់បានទេវាតឹងទោះបីជារលុយអត់បានក៏ត្រឹមត្រូវទៅផ្ទះដែរព្រោះអីមួយឆ្នាំមានតែម្ដងថ្ងៃ13 14ហ្នឹងចាំថ្ងៃធនាគារទៀតព្រោះអីយើងត្រូវរីខំតិចហើយព្រោះអីលក់អត់បាននេះមួយថ្ងៃតែមិនទាន់បាន2គ្រាប់ផងខ្ញុំឈ្មោះច័ន្ទលៀបហើយខ្ញុំនៅខេត្តស្វាយរៀងមុខរបរខ្ញុំលក់ពេទ្យប៉ោងខ្ញុំអត់ទៅខ្ញុំអត់មានលុយទៅអញ្ចឹងទៅខ្ញុំប្រឹងលក់យកលុយឲ្យកូនរៀនមកកាច់វាចុះថាចុះឲ្យរលុយអត់សូវបានចាចូលឆ្នាំខ្ញុំគម្រោងថាទៅស្រុកកំណើតខ្ញុំហើយនឹងនាំកូននាំប្តីតែលេងស្រុកកំណើតអញ្ចឹងណាហើយតែវាយ៉ាងលុយកាក់ហ្នឹងវាអស់ហើយទោះថាយើងវាត្រូវជាងទៅជួបបងប្អូនញាតិមិត្តពុកម្ដាយយើងតាមនេះវារៀងធ្លាក់ដែរបបាខ្ញុំធ្លាប់លក់ប្រដាប់ក្មេងលេងនេះក្នុងមួយថ្ងៃវាស់ល្ងាចដល់ម៉ោង10មកដល់ជួបបានត្រឹម100000ឯដែរឥឡូវលក់តាំងពីព្រឹកដល់ល្ងាចបានអស់ហើយ30000 20000